នេះហើយទឹកចិត្តម្ដាយណាបងប្អូនបាទបដូរជិះម៉ូតូដប់កូនតាំងពីប្រទេសមានជ័យរហូតដល់បាត់ដំបងបាទដើម្បីឲ្យកូនខ្លាំងដើម្បីចង់ឲ្យកូនប្រកួតដើម្បីគុណខ្មែរបាទគឺភរិយារបស់លោកគ្រូសានសយ៉ានហើយនេះគឺជាកូនរបស់លោកគ្រូសានសយ៉ានហើយបាទហើយនេះគឺជាភរិយារបស់គាត់បាទបដូរដប់កូនណាបងប្អូនពីប្រទេសមានជ័យមកបាត់ដំបងមិនចិត្តណាបងប្អូនបាទគឺឆ្ងាយគួរសមដែរប៉ុន្តែហេតុតែស្រឡាញ់កីឡាបដាល់ស្រឡាញ់គុណខ្មែរចង់ឲ្យកូនខ្លាំងចង់ឲ្យកូនល្អបាទបដូរដប់កូនមកដល់1 2 3សុំ1ហើយលោកគ្រូសានសយ៉ាន1 2 3មកចូលវិញកូនឃីវកូនពូជនេះកូនពូជ1 2 3ម្ដាយដុំម៉ូតូមកពីប្រទេសមានជ័យផ្ទាល់ទៀតស្រាច់ឲ្យយកខោទៅនេះយកមកទុកនេះវិញដៃមកគាត់ប្តីមិននៅប្រពន្ធទៅកូនពីប្រទេសមានជ័យមកបាត់ដំបងថ្លឹងទងន់មកកូនស្រីកូនប្រុសគូកីឡាករនេះបងប្អូននឹងសាក់ខោថ្មពួកខ្ញុំកើតកាមេរ៉ាមែននេះកវលនេះទេគូកីឡាករនេះ3សុំមួយទៅងាកទៅឲ្យសើចឹងសុំតែឯងឲ្យចាំអត់2 3មកអូនចូលវិញហើយខោយកមកទុកនេះវិញ1កន្លែងការនេះយើងបង3 1 2 3មកម្នាក់មួយសុំមួយសិនសុំ3មកហៀវចូល1 2 3 1 2 3មកសុំតែចៃនេះសិនកន្លះកោអថនលើស្រីមកគូទៀតទេចឹងតែនេះមកគូទៀត3មកសុំម្នាក់មួយសិនអាខេតមកតិចកដាចូលកដាវិញ1 2 3មកបញ្ញាចូល1 2 3